avalanche methods ឬយុទ្ធសាស្ត្រទាំងតកជំរាបសួរអ្នកទាំងអស់គ្នាកាលពីវីដេអូកន្លងខ្ញុំបាននិយាយអំពីយុទ្ធសាស្ត្របាក់ព្រិលឬ snowball method រួចហើយអញ្ចឹងអ្នកដែលបានតាមដានកន្លងមកនឹងឆ្ងល់ទៀតហើយថាចុះ avalanche method វិញហ្នឹងមានលក្ខណៈដូចម្ដេចហើយយុទ្ធសាស្ត្រមួយណាទៅដែលគិតថាសមស្របនឹងខ្លួនយើងក្នុងការយកមកដោះបំណុលនោះអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកបញ្យល់ពីយុទ្ធសាស្ត្រទាំងតកឬ avalanche method ហ្នឹងមួយទៀតឲ្យអ្នកទាំងអស់គ្នាស្រួលរើសដើម្បីឲ្យអ្នកទាំងអស់គ្នាកាន់តែច្បាស់និងងាយស្រួលក្នុងការរើសយកមកអនុវត្តតើបងប្អូនទាំងអស់គ្នាដឹងទេថាអ្វីដែលធ្វើឲ្យយើងក្រីក្រដោយសារបំណុលមិនមែនមកតែពីលុយដើមដែលយើងខ្ចីគេទេប៉ុន្តែគឺមកពីការប្រាក់បើបងប្អូនចង់ឈប់បង់ការឬបង់លុយឲ្យគេទេចូលស្ដាប់វីដេអូនេះឲ្យចប់ព្រោះវាជាវិធីសាស្ត្រដែលអ្នកជំនាញហិរញ្ញវត្ថុទូទាំងពិភពលោកទទួលស្គាល់ថាចំណេញបំផុត avalanche ហ្នឹងគឺប្រែថាផ្ទាំងតកបាក់ក្នុងពិភពហិរញ្ញវត្ថុវាមានន័យថាការកំទេចបំណុលដែលមានអត្រាការប្រាក់ខ្ពស់បំផុតមុនគេបង្អស់ហេតុអ្វីបានជាគេហៅថាផ្ទាំងតកព្រោះគេប្រៀបធៀបបំណុលដែលមានការប្រាក់ខ្ពស់អាចថាពី 20% ទៅ 25% ប្រៀបដូចជាកំពូលភ្នំតកដែលខ្ពស់ជាងគេនិងគ្រោះថ្នាក់ជាងគេបើបងប្អូនកំទេចកំពូលភ្នំនោះបានហើយនោះកម្លាំងលុយសល់របស់អ្នកនឹងបោកបាក់កំទេចបំណុលតូចខាងក្រោមឲ្យអស់យ៉ាងលឿនបំផុតយុទ្ធសាស្ត្រនេះមិនខ្វល់ថាបំណុលនោះតិចឬច្រើនទេសំខាន់ឲ្យតែការប្រាក់ខ្ពស់គឺត្រូវបង់ផ្ដាច់ចោលតោះឥឡូវយើងមកសាកអនុវត្តជាក់ស្ដែងអញ្ចឹងអ្នកទាំងអស់គ្នារៀបបញ្ជីបំណុលរបស់អ្នកទាំងអស់គ្នាតាមអត្រាការប្រាក់មកពីខ្ពស់មកទាបឥឡូវឧទាហរណ៍របស់ខ្ញុំបំណុលទី1របស់ខ្ញុំឧទាហរណ៍ណាបំណុលទី1របស់ខ្ញុំគឺបំណុលលើកាតឥណទានការប្រាក់ 20% ចំនួន$1,500បំណុលទី2របស់ខ្ញុំបំណុលធនាគារការប្រាក់ 15% ចំនួន$5,000បំណុលទី3ឡានម៉ូតូការប្រាក់ 10% ចំនួន$2,000បំណុលទី4ជំពាក់មិត្តភ័ក្តិឬក៏បងប្អូនការប្រាក់ 0% ចំនួន$500អាហ្នឹងជាឧទាហរណ៍របស់ខ្ញុំបន្ទាប់ពីខ្ញុំស្រង់អស់ហើយអញ្ចឹងខ្ញុំមកអង្គុយមើលហើយខ្ញុំគួរចាប់ផ្ដើមអនុវត្តបែបណាពេលខ្ញុំមើលទៅខ្ញុំឃើញថាទី1ខ្ញុំត្រូវបង់អបបរមាលើគ្រប់បំណុលទាំងអស់ប៉ុន្តែលុយដែលសល់ពីការសន្សំទាំងអស់ខ្ញុំត្រូវយកមកបកសងបំណុលទី1ដែលមានការប្រាក់ 20% ក្នុងចំណោមបំណុលទាំងអស់ហ្នឹងគឺការប្រាក់ 20% ហ្នឹងខ្ពស់ជាងគេហើយអញ្ចឹងខ្ញុំយកមកបង់បំណុលទី1ហ្នឹងមុនគេបង់បែបហ្នឹងរហូតដល់បង់ដាច់បន្ទាប់ពីបង់ដាច់ហើយខ្ញុំមើលទៀតខ្ញុំឃើញថាបំណុលទី2បំណុលធនាគារហ្នឹងគឺការប្រាក់ខ្ពស់ជាងគេម្ដងហើយអញ្ចឹងខ្ញុំបង់អបបរមាលើបំណុលទាំងអស់ដដែលហើយខ្ញុំបុកសងលើបំណុលទី2រហូតដល់បំណុលទី2ដាច់មើលម្ដងទៀតបំណុលទី3ឡានម៉ូតូហ្នឹងការប្រាក់ខ្ពស់ជាងគេម្ដងហើយ 10% អញ្ចឹងខ្ញុំនឹងបង់អបបរមាគ្រប់បំណុលដដែលហើយខ្ញុំមកបកសងលើបំណុលទី3ហ្នឹងបន្តទៀតអ្នកទាំងអស់គ្នាត្រូវចាំថាទោះបីបំណុលទី4បំណុលលើមិត្តភ័ក្តិបងប្អូន$500ហ្នឹងងាយស្រួលសងជាងគេក៏ដោយតែបើសិនជាអាចខ្ញុំរើសសងក្រោយគេព្រោះអីព្រោះខ្ញុំសម្លឹងឃើញថាបំណុលឥណទានដែលមានការប្រាក់ 20% នេះហើយជាអ្នកស៊ីសាច់ហត់ឈាមលុយក្នុងហប៉ៅរបស់ខ្ញុំខ្លាំងជាងគេហើយបំណុល 0% លើមិត្តភ័ក្តិបងប្អូនហ្នឹងគឺអត់បានផ្ដល់សម្ពាធខ្លាំងដល់ខ្ញុំទេបងប្អូនខ្លះអាចឆ្ងល់ថាហេតុអ្វីមិនសងមិត្តភ័ក្តិឲ្យអស់មុនវាតិចជាងគេតើចម្លើយគឺលុយ$500ជំពាក់មិត្តភ័ក្តិឆ្នាំក្រោយវានៅតែជា$500ដដែលប៉ុន្តែលុយ$1,500ជំពាក់កាតឥណទាន 20% ឆ្នាំក្រោយវានឹងក្លាយជា$1,800ឬលើសពីនេះបើបងប្អូនអត់បានបង់អបបរមាទៀតអញ្ចឹងតាមរយៈការប្រើក្បួន avalanche ទី1អ្នកកាត់បន្ថយលុយការប្រាក់សរុបដែលត្រូវបង់ឲ្យគេទី2អ្នកអាចសងបំណុលដាច់លឿនជាងមុនក្នុងរយៈពេលសរុបទី3អ្នកចំណេញលុយរាប់ពាន់ដុល្លារដែលពីមុនត្រូវបង់ឲ្យធនាគារទេយកមកដាក់ក្នុងកូនជ្រូកខ្លួនឯងវិញចំណុចសំខាន់យុទ្ធសាស្ត្រនេះគឺសម្រាប់អ្នកមានវិន័យអ្នកត្រូវតែធន់នឹងអារម្មណ៍ដែលថាជំពាក់គេច្រើនកន្លែងព្រោះអ្នកកំពុងផ្ដោតលើការសន្លប់មេខ្លោងដែលធំជាងគេមុន
สำหรับมาវិញ Avalanche Methods គឺជាវិធីសាស្ត្រសម្រាប់អ្នកដែលចង់คลายជាម្ចាស់លើលុយកាក់តាមបែបវិទ្យាសាស្ត្របើបងប្អូនមានអារម្មណ៍ថាស្ដាយលុយការប្រាក់ដែលខំរកបានមកឲ្យគេទទួលទេចូលចាប់ផ្ដើមរៀបបញ្ជីការប្រាក់របស់អ្នកពីថ្ងៃនេះបងប្អូនអាចមានអារម្មណ៍ថាវាដាច់យឺតនៅខែដំបូងប៉ុន្តែនៅពេលដែលបំណុលការប្រាក់ខ្ពស់បំផុតត្រូវបានកំទេចហើយនោះបំណុលឯទៀតនឹងដាច់ដូចផ្ទាំងទឹកកកបាក់អញ្ចឹងសួរខ្លួនឯងថាតើបងប្អូនចង់បានអារម្មណ៍ល្អរយៈពេលខ្លីឬចង់បានលុយសល់ច្រើនក្នុងរយៈពេលវែងតែកុំភ្លេចថាមិនថាបងប្អូនត្រូវជ្រើសរើសមួយណាទេសំខាន់គឺត្រូវតែចាប់ផ្ដើមអញ្ចឹងយើងមកចាប់ផ្ដើមទាំងអស់គ្នាកុំកុំភ្លេចចុច like និង share វីដេអូនេះបើសិនបើបងប្អូនចង់ឲ្យមិត្តភ័ក្តិឬបងប្អូនយើងដោះបំណុលបានលឿនដូចគ្នាហើយតើបងប្អូនគិតថានឹងជ្រើសរើសយកក្បួនមួយណាដែរសូមជួយ comment ប្រាប់នាងខ្ញុំនៅខាងក្រោមវីដេអូផងអរគុណជួបគ្នានៅវីដេអូក្រោយ